តោះបងប្អូនទាំងអស់គ្នាឥឡូវយើងមករៀនពីរបៀបបង្កើតរូបភាពស្អាតតាមរយៈ Google Gemini អញ្ចឹងបងប្អូនទាំងអស់គ្នាធ្លាប់បានឃើញហើយរូបភាព AI ស្អាតហ្នឹងគេបានមកពីណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្រៀនបងប្អូនពីរបៀបបង្កើតអញ្ចឹងការបង្កើតក៏វាមានពីររបៀបទី1គឺយើងចូលតាម Google Gemini ចូលតាម Google ហើយយើងចុចពាក្យ Google Gemini ហើយយើងចុចពីលើហ្នឹងមកហើយយើងនឹងឃើញសញ្ញាលេខបូកអញ្ចឹងយើងចុចអ្វីដែលយើងចង់សរសេរចង់បង្កើតយើងសរសេរនៅហ្នឹងមកបង្កើតរូបភាពបុរសម្នាក់កំពុងជិះស្គីទឹកកកចេះមកជិះស្គីទឹកកកនៅលើភ្នំអីក៏បានដែរបងប្អូនចង់ដាក់ភ្នំអីដាក់ទៅតែនេះខ្ញុំសេទៅបញ្ជាក់ទៅតែនៅលើភ្នំព្រើទឹកកកអញ្ចឹងទៅអញ្ចឹងពេលហើយបងប្អូនចុចពាក្យសញ្ញាបូកនេះគឺយកពាក្យ image ហើយចុចពាក្យកន្លែងបញ្ជូននេះតិចទៀតនឹងបានរូបភាពមួយអញ្ចឹងវានឹងឲ្យរូបភាពមួយនេះមកអញ្ចឹងរូបភាពនេះបងប្អូនចុចពីលើហ្នឹងទៅនឹងចេញជាទម្រង់បែបនេះហើយបើសិនជាបងប្អូនពេញចិត្តនឹងទម្រង់បែបនេះបងប្អូនក៏ចុចពាក្យ download កន្លែងនេះមកឬក៏ចុចពាក្យ save តែបើសិនជាបងប្អូនមិនពេញចិត្តនឹងទម្រង់រូបភាពបែបហ្នឹងទេបងប្អូនថាសុំបដូររូបភាពផ្សេងមួយទៀតអញ្ចឹងសុំបដូររូបភាពផ្សេងមួយទៀតហើយចុចពាក្យបញ្ជូនទៅអញ្ចឹងរងចាំបន្តិចទៅដើម្បីឲ្យ Google ដំណើរការឲ្យចឹងនឹងបានរូបភាពមួយផ្សេងថ្មីផ្សេងមួយទៀតហើយបើសិនជាបងប្អូននៅតែមិនពេញចិត្តគឺបងប្អូនសុំបដូររហូតតទៅពេញចិត្តឬក៏បងប្អូនចង់បានរូបភាពដែលវាធំមានរូបភាពច្បាស់លាស់ជាងហ្នឹងគឺបងប្អូនអាចសរសេរការស្នើសុំថ្មីម្ដងទៀតក៏បានហើយចំពោះសាយវិញបងប្អូនឃើញថាសាយនេះគឺជាសាយរូបផ្ដេកអញ្ចឹងបងប្អូនចង់បានជាសាយរូបឆវិញអញ្ចឹងគឺបងចុចកន្លែងនេះមកសុំបដូរសាយ1080គុណជាមួយនឹង1920អញ្ចឹងទៅហើយចុចពាក្យបញ្ជូនចឹងបាទយើងរងចាំបន្តិចទៅនេះអញ្ចឹងគឺវាមានរូបភាពចេញមកគឺវាឆបែបនេះហើយបើសិនជាបងប្អូនពេញចិត្តនឹងរូបភាពបែបហ្នឹងគឺបងប្អូនអាចចុចពាក្យ save ឬក៏ចុចពាក្យ download នេះមកឬក៏ save ទៅអញ្ចឹងហើយចូលទៅក្នុងរូបថតទៅកន្លែងដាក់ថតរូបហ្នឹងគឺឃើញហើយអញ្ចឹងវីដេអូសម្រាប់ Google Gemini គឺមានតែប៉ុណ្្នឹងទេហើយបើរបៀបទី2វិញគឺបងប្អូនអាចចូលទៅកន្លែង Play Store ចុចលើ Play Store ហើយចុចពាក្យ Gemini មកហើយនឹងឃើញពាក្យ Google Gemini ហើយបាទអានេះចំពោះខ្ញុំ download ហើយបើបងប្អូនអត់ទាន់ download ទេបងប្អូនចុច download ទៅហើយអញ្ចឹងគឺបងប្អូនសរសេរមកបងប្អូនចង់បានអ្វីពេលដែលយើងចូលទៅក្នុង app Google Gemini គឺនឹងសូយ៉ាងបែបនេះអញ្ចឹងគឺបងប្អូនចូលមកនេះ download អញ្ចឹងបងប្អូនចុចបង្កើត
រូបភាពនារីម្នាក់ទៅលេងមាត់សមុទ្រចឹងគឺចេញមកជារូបបែបនេះហើយបើសិនជាបងប្អូនឃើញថារូបបែបហ្នឹងបងប្អូនអត់ចង់បានរូបផ្ដេកទេបងប្អូនចង់បានរូបឆគឺបងសុំធ្វើការបដូរពន្ធនៅសាយដោយតែការខ្ញុំបានប្រាប់នៅក្នុងវគ្គទី1ជំហានទី1ហ្នឹងធ្វើដូចគ្នាហើយបើសិនជារូបភាពហ្នឹងបងប្អូនអត់ពេញចិត្តទេបងប្អូនអាចធ្វើការសុំបដូររូបភាពថ្មីទៀតអញ្ចឹងសូមបងប្អូនជួយ Subscribe YouTube ខ្ញុំមួយផងដើម្បីឲ្យបងប្អូនបានធ្វើវីដេអូថ្មីជូនបងប្អូនដើម្បីរៀនធ្វើតាមហើយនៅវគ្គទី2ខ្ញុំនឹងបង្រៀនបងប្អូនអំពីការបញ្ចូលរូបភាពរូបថតរបស់បងប្អូនចូលទៅក្នុង Google Gemini ដើម្បីឲ្យ Google Gemini ជួយកែតម្រូវរូបថតរបស់បងប្អូនសូមអរគុណ